ពីត្បូងជាប់នឹងត្រាំអង្គលពីជើងជាប់នឹងសមាជិកសហគមន៍មានចំនួន15នាក់បងប្អូនជនជាតិដើមភាគតិចជួងនិងពណ៌រស់នៅក្នុងខេត្តពោធិ៍សាត់ស្នើសុំចុះបញ្ជីដីព្រៃអរិយនិងព្រៃកប់សពដើម្បីថែរក្សាជំនឿដូនតានិងការការពារធនធានធម្មជាតិបងប្អូនជនជាតិដើមភាគតិចជួងនិងពណ៌ដែលរស់នៅក្នុងខេត្តពោធិ៍សាត់បានកំពុងបង្ហាញបំណងប្រាថ្នាយ៉ាងខ្លាំងក្លាចង់ឲ្យមានការចុះបញ្ជីទទួលស្គាល់ដីព្រៃអរិយនិងដីព្រៃកប់សពជាផ្លូវការដើម្បីប្រែប្លាយដីកម្មសិទ្ធិសមរភាពស្របច្បាប់នៅក្នុងការថែរក្សាការពារនៅទំនៀមទម្លាប់វប្បធម៌និងជំនឿសាសនារបស់ពួកគាត់ឲ្យបានគង់វង្សថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានដែលដឹកនាំដោយក្រសួងបរិស្ថានលោកសារុវុឌ្ឍប្រធានសហគមន៍ដៃគូគម្រោងភូមិតាដេះឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់បានឲ្យដឹងថានៅក្នុងសហគមន៍របស់លោកមានពលរដ្ឋសរុបប្រមាណ270គ្រួសារដែលក្នុងនោះមានជនជាតិដើមភាគតិចពណ៌ចំនួន30គ្រួសារនិងជនជាតិដើមភាគតិចជងចំនួន35គ្រួសារហើយក្រៅពីនោះគឺបងប្អូនពលរដ្ឋខ្មែរលោកបានបន្តថាជនជាតិដើមជងនិងពណ៌មួយចំនួននៅតែបន្តប្រកាន់ភ្ជាប់នៅមុខរបរនិងទំនៀមទម្លាប់បុរាណដោយរស់នៅអាស្រ័យផលនឹងការប្រមូលអនុផលព្រៃឈើដូចជាការរកដំឡូងព្រៃជីកក្ដួចនិងបេះផ្លែឈើព្រៃសម្រាប់ការបរិភោគនៅក្នុងក្រុមគ្រួសារផងនិងការលក់ដូរដោះស្រាយជីវភាពនៅក្នុងគ្រួសារប្រចាំថ្ងៃផងបើតាមលោកសារុវុឌ្ឍសហគមន៍តែងតែទាមទារឲ្យមានការចុះបញ្ជីដីធ្លីចំនួន2កន្លែងរួមមានតំបន់ព្រៃអរិយឬហៅថាភ្នំសំកុសមានផ្ទៃដីទំហំ24ហិកតានិងផ្ទៃដីកប់សពមានចំនួន4ហិកតាលោកថាការចង់កំណត់និងចុះបញ្ជីទីតាំងទាំងពីរនេះឲ្យបានត្រឹមត្រូវគឺដើម្បីការពារដីធ្លីនៅទីនេះអំពីការរំលោភបំពានពីសំណាក់ជនល្មើសផងអភិរក្សធនធានធម្មជាតិផងនិងដើម្បីអភិវឌ្ឍទៅជាតំបន់ទាក់ទាញលើវិស័យទេសចរនាពេលអនាគតផងដែរឆ្លើយតបនឹងរឿងនេះលោកសនសរឿនមេភូមិតាដេះបានបញ្ជាក់បន្ថែមថាតំបន់ព្រៃអរិយនិងដីព្រៃកប់សពទាំងពីរខាងលើគឺជាទីតាំងប្រវត្តិសាស្ត្រតាំងពីបុរាណកាលមកម្ល៉េះរបស់ជនជាតិដើមភាគតិចពណ៌និងជងពួកគាត់តែងតែគោរពប្រតិបត្តិតាមបែបប្រពៃណីដែលមានលក្ខណៈពីរយ៉ាងលក្ខណៈអរូបីស្ដែងឡើងតាមរយៈជំនឿទៅលើអរិយអ្នកតាការបន់ស្រន់និងការរៀបចំពិធីសែនព្រេនផ្សេងនិងលក្ខណៈរូបិយគឺសំដៅទៅលើទីតាំងឬក៏ជាតំបន់ជាក់ស្ដែងសម្រាប់បម្រើឲ្យការបន់ស្រន់ទៅតាមជំនឿរបស់ជនជាតិដើមភាគតិចពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងនេះលោកទូចសុផាឌីប្រធានគម្រោងអភិវឌ្ឍសហគមន៍នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានឲ្យដឹងថានៅក្នុងគម្រោង Red Book សំកុសគឺកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើ27សហគមន៍ស្ថិតនៅក្នុងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងដោយឡែកសម្រាប់ភូមិតាដេះនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA កំពុងតែជួយជ្រោមជ្រែងដល់ប្រជាសហគមន៍នៅក្នុងការរៀបចំពង្រៀងចុះបញ្ជីដីព្រៃអរិយចំនួន24ហិកតានិងដីព្រៃកប់សពចំនួន4ហិកតាដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធិប្រើប្រាស់និងគោរពបូជាស្របតាមលក្ខណៈប្រពៃណីដូនតាដែលមានអាយុកាលរាប់រយឆ្នាំមកហើយនោះជាមួយគ្នានោះដែរឯកឧត្តមខ្វាយអាទិត្យជាអនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានដែលបានដឹកនាំក្រុមអ្នកសារព័ត៌មានទៅកាន់ទីនោះបានមានប្រសាសន៍ថាសហគមន៍ដៃគូសំរោងស្ថិតនៅក្នុងភូមិតាដេះឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ពិតជាមានតំបន់ព្រៃអរិយនិងព្រៃកប់សពដែលជាទំនៀមទម្លាប់ប្រពៃណីដូនតារបស់បងប្អូនជនជាតិដើមភាគតិចជងនិងពណ៌ពិតប្រាកដមែនឯកឧត្តមបានសង្កត់ធ្ងន់ថាតំបន់ទាំងនេះមិនត្រឹមតែជាទីកន្លែងគោរពបូជាតាមប្រពៃណីប៉ុណ្ណោះទេប៉ុន្តែវាជាគោលដៅទេសចរដ៏មានសក្តានុពលផងដែរនាថ្ងៃអនាគតនៅក្នុងន័យនេះក្រសួងបរិស្ថាននឹងខិតខំចូលរួមធ្វើយ៉ាងណាកំណត់ទីតាំងដីនៅទីនេះឲ្យបានច្បាស់លាស់ដើម្បីបម្រើផលប្រយោជន៍ដល់សហគមន៍មូលដ្ឋាននិងការពង្រឹងថាវានឹងក្លាយទៅជាប្រយោជន៍ដ៏ធំធេងសម្រាប់សហគមន៍ក៏ដូចជាការជួយជំរុញសេដ្ឋកិច្ចជាតិទាំងមូលផងដែរ